ចាពាក្យនេះគឺជាពាក្យដែលខ្ញុំតែងតែដាក់ជាប់នៅក្នុងគំនិតខួរក្បាលរបស់ខ្ញុំតាំងពីកុមារភាពមកម្លេះចាប្រៀបដូចជាមនុស្សយើងដែលនៅកណ្ដាលសមុទ្រយើងមានតែទូកប៉ុន្តែយើងត្រូវរកដំណោះស្រាយបែបណាដើម្បីឲ្យទូករបស់យើងមកដល់ច្រាំងចាអញ្ចឹងនោះគឺប្រើភាពវៃឆ្លាតហើយនឹងការអត់ធ្មត់របស់យើងចាជីវិតគឺដូចគ្នានៅពេលដែលអ្នកទាំងអស់គ្នាបានហែកឆ្លងពីបញ្ហានៅក្នុងជីវិតអ្នកទាំងអស់គ្នានឹងស្គាល់ពាក្យនៃពាក្យដែលជួចចត់មួយនេះថាខ្លួនទីពឹងខ្លួនគឺមានអត្ថន័យបែបណាហើយបានដាស់តឿនដល់យើងទាំងអស់គ្នាបែបណាក្នុងការពឹងប្រស័យតាក់ទងដល់ខ្លួនឯងឲ្យអស់ពីលទ្ធភាពចាបើសិនជាបងប្អូនដែលមិនទាន់ស្គាល់ពាក្យនេះគឺមានន័យថាបងប្អូននៅមានចម្រោកនៅមានចម្រើសនៅពេលដែលអ្នកទាំងអស់គ្នានៅមាននរណាម្នាក់នៅក្នុងជីវិតដែលអាចពឹងបាននេះមិនទាន់មានន័យថាអ្នកទាំងអស់គ្នាជីវិតធ្លាក់ដល់សូន្យនោះទេជីវិតដែលធ្លាក់ដល់សូន្យគឺជាជីវិតដែលគ្មានគ្រប់យ៉ាងទាំងអស់នៅជុំវិញខ្លួនគ្មានសូម្បីតែអ្នកដែលគាត់អាចជួយអ្នកទាំងអស់គ្នាបានចាប្រៀបដូចជាអំបញ្ញខ្ញុំនិយាយចឹងទុកនៅកណ្ដាលទន្លេចាអញ្ចឹងនៅពេលដែលបងប្អូនក៏ដោយចាឬក៏បងក៏ដោយបាននៅក្នុងដំណាក់កាលមួយដែលយើងនៅមានអ្នកដែលយើងអាចពឹងពាក់បានចានោះមានន័យថាយើងនៅមានសំណាងចាដូច្នេះត្រូវប្រើសំណាងរបស់យើងឲ្យអស់ពីលទ្ធភាពចាត្រូវប្រើដោយមានគុណធម៌ត្រូវប្រើដោយមនសិការចាកុំប្រើដោយភាពអាត្មានិយមចាអរគុណ